បាទជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងបន្តទៅមុខទៀតបន្ទាប់ពីខ្ញុំអាក់ខានបង្ហាញវីដេអូទៅកាន់បងប្អូនរយៈពេលយូរដែរអញ្ចឹងថ្ងៃនេះយើងមកនិយាយអំពីpattern មួយដែលខ្ញុំจะបាច់បញ្ចូលគ្នាដូចមុនដែរអំពី bearish និង bullish អញ្ចឹង pattern ទី1ហ្នឹងយើងនិយាយអំពី rising 3 method វាជា bullish continuation អញ្ចឹងវាមាន candlestick 5នៅក្នុង pattern មួយនេះអញ្ចឹងសម្រាប់ rising គឺវាលេចឡើងនៅអំឡុងពេល uptrend ហើយវាមាន candlestick 5ទី1ហ្នឹងគឺcandlestick ដែលធំជា bullish មួយ candlestick ដែលធំជា bullish នេះធំជា bullish ហើយបន្តមកវាមាន3 candlestick ជា bearish នេះគឺជា candlestick 3ជា bearish ដែលនៅក្នុង candlestick ធំមួយហ្នឹងវាដើរ3ហើយបានបន្ទាប់ពីហ្នឹងវាមាន candlestick ទី5គឺជា strong bullish candle នេះគឺជា candlestick ទី5អញ្ចឹងខ្ញុំមកបញ្ជាក់កន្លែងនេះបន្តិចគឺអា3នេះ candlestick ទី3ហ្នឹងគឺវាស្ថិតនៅជួរនៃ candlestick ទី1អញ្ចឹងវានៅក្នុងប្រអប់នៃ candlestick ទី1ហ្នឹងវាអត់បានរត់ទៅណាឆ្ងាយទេវាបិទ body នៅក្នុងហ្នឹងហើយចំពោះ candlestick ទី5ដែលបំបែកខ្ពស់ជាង candlestick ទី1អញ្ចឹងទី5បិទត្រូវតែខ្ពស់ជាងអាទី1នេះទី1នេះបើយើងរាប់បញ្ចូលនៅក្នុង rising 3 method យើងអញ្ចឹងអត្ថន័យរបស់វាខ្ញុំបង្ហាញបងប្អូនខាងឆ្វេងដៃហើយខាងស្ដាំដៃយើងគ្រាន់តែយកផ្ទុយមកគឺហើយឯងអញ្ចឹងអត្ថន័យរបស់វាទី1គឺគោកំពុងតែដកដង្ហើមដោយមិនបាត់បង់ការគ្រប់គ្រងទេអញ្ចឹងមានន័យថា3នេះជាដង្ហើមរបស់rising ហើយបន្ទាប់មកវាធ្វើដំណើរទៅមុខទៀតទៅលើទៀតអញ្ចឹង3នេះវាជាដង្ហើមដូចមានន័យថាយើងកំពុងតែឡើងភ្នំហើយយើងនៅឈប់នៅចំណុចណាមួយហើយយើងឈប់ដើម្បីយកកម្លាំងមួយផ្លែតដើម្បីបន្តការឡើងភ្នំទៅទៀតអញ្ចឹងនៅក្នុងនេះ bearish វាព្យាយាមរុញចុះក្រោមដែរនេះ3ហ្នឹងគឺ bearish ហើយវាព្យាយាមរុញចុះក្រោមដែរប៉ុន្តែត្រូវបានបរាជ័យដោយ candlestick មួយទៀតបិទនៅលើទាំង4 candlestick មុនហ្នឹងអញ្ចឹងដូចខ្ញុំបានបញ្ជាក់នៅនេះអញ្ចឹងដូចយើងកំពុងតែសម្រាកអញ្ចឹងយើងសម្រាកដូចយើងឡើងកម្មចនាឡើងភ្នំដូចយើងឡើងភ្នំអញ្ចឹងឬហើយដល់កន្លែងចំណុចមួយมันមានកន្លែងទេគេសម្រាប់ឈប់ដើម្បីសម្រាកយកកម្លាំងសិនបានយើងបន្តទៅទៀតហើយចំពោះ candlestick 3នេះដូចគ្នាដូចយើងឡើងពីភ្នំមកមានកន្លែងចដើឡើងភ្នំហើយមានកន្លែងលាតមួយដូចជាលក្ខណៈជា4ជ្រុងអញ្ចឹងនៅដើម្បីឲ្យយើងអង្គុយសម្រាកសិនធម្មតាចដើគេមិនអាចពីច្រើនគេធ្វើឡើងលើហើយវាមានកន្លែងស្មើមួយហើយបានឡើងទៅទៀតអញ្ចឹងចំពោះការចូលផ្សារចាំខ្ញុំបង្ហាញនៅក្នុង trend ហើយសម្រាប់ failing 3 method យើងដូចគ្នាវាជា bearish continuation អញ្ចឹងវាដូចគ្នាវាគ្រាន់តែបច្រាស់មួយ bullish មួយ bearish ទេហើយវាលេចឡើងអំឡុងពេល down trend អញ្ចឹងវាធ្លាក់មកហើយវាដើរpattern មួយហ្នឹងហើយបានវាបន្តធ្លាក់ទៅទៀតអញ្ចឹងទី1វា candle វាធំ big bearish candle bearish ធំមួយហើយ candle 3គឺ bullish ដែលដើរនៅក្នុងអាធំនឹងដូចគ្នាដូចខាងលើដែរដែលស្ថិតនៅជួរទី1នៃដែលស្ថិតនៅជួរនៃ candle ទី1វានៅក្នុងជួរ candle ទី1ហ្នឹងវានៅក្នុងប្រអប់នៃ candle ទី1ហ្នឹងហើយបាន candle ទី5វា bearish មកអញ្ចឹងអត្ថន័យវាមិនខុសគ្នាទេហើយការចូលផ្សារយើងគ្រាន់តែបច្រាស់គ្នាអញ្ចឹងការចូលផ្សារទី1សម្រាប់ rising
ទី1យើងចូលបន្ទាប់ពី candle ទី5នេះ candle ទី5នេះណាបិទជា bullish សិនវាបិទម៉ោងសិនបើយើងចូលហើយ stop loss យើងនៅក្រោម pattern stop loss យើងនៅក្រោម pattern នេះមួយ candle 5នេះជា pattern ហើយ stop loss យើងអាចដាក់នៅក្រោម pattern ហ្នឹងមកដាក់ម្ដុំនេះហើយ take profit យើងជាមួយនឹង trend យើងអាចវាស់ជាលំហូរ trend ឬក៏វាស់ price range វាឬក៏យើងអាចយកនៅ resistance បន្ទាប់ឬក៏យើងបូកជាមួយនឹង volume ហើយនឹងបូកជាមួយនឹង moving average ឬក៏ MACD EMA ផ្សេងនឹងទៅមុខទៀតបានខ្ញុំបានបង្ហាញបងប្អូនឥឡូវយើងចូលទៅកាន់ trend arrow វាមក row ទាំងពីរទាំង rising ទាំង falling ព្រោះ pattern មួយនេះវាបូករហូតទៅដល់5 candlestick time frame 15នាទីខ្ញុំរកមើលកន្លះម៉ោងនេះដូចfalling 3 method ចឹងប៉ុន្តែវានៅស្ថិតនៅ up trend កំពុងតែ up trend វាមិននៅស្ថិតនៅ down trend វាប្រច្រាស់គ្នាទី1គឺ candle ឡើង bullish 1បន្ទាប់មក bearish 3ហើយ bullish 1បូកទៅ5 candlestick ខ្ញុំអាចផុសវីដេអូសិនចាំខ្ញុំដើររកឃើញខ្ញុំបន្តទៅទៀតបាទឥឡូវខ្ញុំរកឃើញ falling មួយហើយគឺនៅខាងនេះខ្ញុំមើលនៅលើ pair ដុល្លារកាណាដាទី1គឺជា bearish ទី2គឺជា bullish ធ្វើត្បិតតែជើងវាដល់នេះមែនប៉ុន្តែវាបិទនៅក្នុងbearish ធំនេះមួយហើយវាដើរ3 candle 1 2 3ហើយបន្ទាប់មកវា bearish ធំមកមួយអញ្ចឹងតាមរូបមន្តរបស់យើងអាចចូលផ្សារយើងយក 25% នៃ candle រួចហើយយើង stop loss នៅលើហ្នឹង pattern ហ្នឹងវាពិបាកនឹងរកដែរដោយសារតែពេលច្រើនវាអត់សូវចេញមកជារូបរាងបែបហ្នឹងទេអញ្ចឹងយើងអាចយក1លើ2បានប៉ុណ្ណេះដូចជា pair នេះដូចជាកលេចមើលទៅរូបរាងហ្នឹងបែបដូចជាច្រើនការបង្ហាញហ្នឹងវាដោយតាម pair ដែរ pair ខ្លះក៏វាជួបញឹក pair ខ្លះក៏មិនសូវជាឃើញឬក៏ពិបាកនឹងរកតម្រងដូចតែគាត់ថាយើងចាំវាទៅវាចេញ3 candle បូក3 candle កដាលបូក bullish 1 bearish 1ឥឡូវខ្ញុំសាកដល់ row មួយទៀតបាទឥឡូវខ្ញុំឃើញមួយទៀតហើយនៅ pair ដុល្លារកាណាដានឹងដូចគ្នាអស់មកបន្តិចឃើញមួយទៀតនេះគឺជា rising អញ្ចឹងវាមាន bullish 1 bearish 3 bullish 1អានេះត្រូវប្លង់ហ្មងហើយសម្រាប់ stop loss យើងនេះមិន pattern ហ្នឹង5 candle យើងដាក់ក្រោមហ្នឹងតិចមកយើងអាចយក1លើ2ឬក៏1លើ3អាស្រ័យទៅលើ trend ដូចបងប្អូនបានឃើញក្នុងវីដេអូយើងបូក combine ជាមួយ trend line ជាមួយ moving average MACD ឬក៏ support និង resistance បន្ថែមទៀតអញ្ចឹងដោយសារតែវីដេអូនេះខ្ញុំបានកាត់ប្លង់ខ្លះអញ្ចឹងបើសិនជាមានកំហុសឆ្គងសូមអធិស្ឋានផងដោយសារវីដេអូមុនអត់បានកាត់ទេគឺយើងដើររទៅហ្មងនេះអង្គុយដើររ pair
pair នេះវាជួបញឹកនិយាយទៅជួបញឹកអញ្ចឹងដោយ pair ដែរ pair ខ្លះតម្លៃផ្សារវាហក់ឡើងចុះខ្លាំងវាអត់សូវបានបង្កើតជារូបរាងហ្នឹងទេជា pattern ហ្នឹងទេ pair ខ្លះមានការច្រាំអឺដូចច្រាំដូច pattern នេះអញ្ចឹងវាអាចនឹងយើងអាចឃើញច្រើនឃើញវាញឹកអញ្ចឹងបងប្អូនអាចដើររកបន្ថែមដោយខ្លួនឯងបានច្រើនទៅដើម្បីចងចាំរូបរាងឲ្យបានច្បាស់អញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ